ចឹងយើងរបៀបភ្ជាប់ Smart SIM ខ្ញុំជាមួយនឹង Sentia AI Air Series បាទចឹងពីដំបូងយើងចុចបូក Add Device លើ Smart SIM ខ្ញុំបន្តមកទៀតយើងរើប្រភេទ machine វាជា Air Conditioner wall mount អូខេចឹងយើងត្រូវដោតដោយម៉ាស៊ីនសិនឲ្យមានភ្លើងបើចាំបើកវាក៏បានដែរតែឥឡូវយើងបើកវាទៅអូខេចឹងតទៅទៅឲ្យ scan QR ជាប់ពណ៌ខាងស្ដាំម៉ាស៊ីន sticker នេះ scan អូខេចឹងពេលបន្ទាប់ពី scan ហើយគឺវា optimization connector គឺមានតែការចុចឲ្យចេញសញ្ញា Wi-Fi ទៅគឺវាស្គាល់តាមរយៈ QR ដែរអូខេដាំអញ្ចឹងយើងនិចទៅគឺវា device successful ទៅ load មកអូខេអញ្ចឹងយើងអាចភ្ជាប់បានចេញសញ្ញា Wi-Fi អូខេអញ្ចឹងយើងអាចបញ្ជាបានដែរដូរលេខដងសារអីបាទ18អូខេបិទ